វាសួរលោកនាយកនីតិកាទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបចូលរបាយការណ៍សកម្មដែលក្រសួងវិទ្យាអន្តរបានតម្លាក់មក version 2.1 បាទចំពោះសាលារៀនគឺយើងស្ថិតនៅគ្រឹះស្ថានសិក្សាយើងចុចមកយើងជ្រើសរើសឆ្នាំជ្រើសរើសរាជធានីខេត្តការិយាល័យអប់រំស្រុកខ្ញុំជ្រើសរើសសាលានៅឃុំជីផាតបាទចឹងខ្ញុំដាក់នៅឃុំជីផាតទៅអស់សាលារៀនគឺសាលាធំកៃគ្រប់ខណ្ឌពេលវេលាយើងត្រូវធ្វើត្រៀមទី1ប៉ុន្តែដោយសារខ្ញុំលើកឧទាហរណ៍ចេះស្តង់ដារទី1នេះគឺការប្រមូលមកចូលរៀននៅត្រៀមទី4អញ្ចឹងខ្ញុំសូមជ្រើសរើសនៅត្រៀមទី4រួមមកយើងចុចប៊ូតុងផែនការប្រតិបត្តិប្រចាំឆ្នាំបាទចេញមកគឺមានប៊ូតុង2បញ្ចូលផែនការប្រតិបត្តិប្រចាំឆ្នាំនិងពិនិត្យទិន្នន័យផែនការប្រតិបត្តិប្រចាំឆ្នាំយើងត្រូវលុះត្រាតែយើងបញ្ចូលសិនទើបយើងពិនិត្យបានបាទអញ្ចឹងយើងចុចប៊ូតុងបញ្ចូលខាងនេះគឺទទេស្អាតបែបនេះអញ្ចឹងកន្លែងនេះទិន្នន័យដែលយើងត្រូវយកមកដាក់បាទគឺនៅក្នុងក្រុម SOL 2026យើងបាទអញ្ចឹងខ្ញុំចូលមកក្រុមខ្ញុំចូលមក sheet AOP print បាទសម្រាប់យកទិន្នន័យយកមកដាក់អញ្ចឹងស្តង់ដារទី1យើងមើលសិនបាទស្តង់ដារទី1ដូចគ្នាបាទអញ្ចឹងសម្រាប់លទ្ធផលក្រុមទុកគឺយើង copy ធម្មតាបាទតែយកមកផាសវិញគឺมันអាច control V បានទេបាទវាជាប់ពណ៌ជាប់ font នេះមកអញ្ចឹងយើងផាសវា value ឬក៏លេខទេបាទមកដាក់អក្សរវាជាប់រួមមានជាប់ទៅទាំងអស់បាទលទ្ធផលរំពឹងទុកបាទសកម្មភាព copy ដដែលបាទផាសគឺ value ឯកតាបាទយើងត្រូវទៅមើលនៅក្នុងនេះឯកតាគិតជាដងធ្វើនៅត្រីមាសទី4បាទឈ្មោះអ្នកទទួលបន្ទុកគឺថ្ងៃវណ្ណីឯកតាគឺដងធ្វើនៅត្រីមាសទី4គឺយើងដាក់ឈ្មោះមកបាទចំនួនថវិកាយើងមើលតាមការគ្រោងរបស់យើងបាទយើង copy មកបាទvalue បាទនេះរួចរាល់សូចនាករទី1បន្តមកយើងចុចប៊ូតុងបញ្ចូលទិន្នន័យបាទចុចមកកន្លែងនេះគឺសូចនាករគេឲ្យយើងដៅសូចនាករហើយសូមលោកនាយករាជការចាំផងការបំពេញសូចនាករគឺយើងពេញនៅនេះ column D នេះបាទជួឈរ D នេះមកគឺអត់អាចពេញនៅ C ឬ B នេះទេបាទវាអត់ឲ្យទេកន្លែង D មិនឲ្យបាទអញ្ចឹងសូចនាករយើងដាក់របៀបម៉េចបាទតាមការនឹកឃើញអង្គប្រជុំរបស់តាមសាលារៀនខ្លួនបាទឯកតាបើយើងនិយាយពីកុមារឬក៏អាស្រ័យលើសូចនាករយើងបើយើងនិយាយពីការចុះបានប្រមាណភូមិហើយយើងនិយាយយើងលើកអញ្ចឹងណាបើយើងនិយាយពីមនុស្សឬចំនួនអញ្ចឹងដែរបើយើងនិយាយភាគរយយើងដាក់ភាគរយហ្នឹងកន្លែងនេះខ្ញុំចុចកែសម្រួលដើម្បីបញ្ចូលកន្លែងហ្នឹងបាទយើងដាក់ភាគរយបាទឆ្នាំគូលបាទឆ្នាំគូលឧទាហរណ៍ថា94នេះសារទិន្នន័យរបស់សាលារៀនខ្លួនបាទអញ្ចឹង2025 26នេះយើងក្រុមទិសដៅយកប្រមាណអញ្ចឹង
កុំឲ្យលឺពេកកុំឲ្យច្រើនពេកបាទយើងមកបញ្យល់របស់យើងចុចបញ្ចូលទិន្នន័យបាទទិន្នន័យយើងបញ្ចូលរួចរាល់ហើយអញ្ចឹងយើងទៅពណ៌ដើមអញ្ចឹងកន្លែងនេះខ្ញុំសូមជ្រើសរើសត្រីមីតិ4ដូចខ្ញុំប្រាប់ពីដើមអញ្ចឹងយើងប៊ូតុងថយក្រោយកុំថយអស់បាទដល់មកយើងចូលលទ្ធផលសម្រេចបានអញ្ចឹងសូមបញ្ជាក់ម្ដងទៀតខ្ញុំធ្វើស្តង់ដារទី1សម្រាប់សាលាដែលជាឧទាហរណ៍នេះគឺគាត់ប្រកាសយុទ្ធនាការប្រមូលកម្លាំងចូលរៀនឲ្យធ្វើនៅត្រីមីតិ4បាទអញ្ចឹងខ្ញុំឡើយនេះខ្ញុំត្រូវជ្រើសរើសត្រីមីតិ4ហើយបើខ្ញុំជ្រើសរើសត្រីមីតិ1អត់មានទិន្នន័យទេបាទអញ្ចឹងលទ្ធផលសម្រេចបានផលសម្រេចបានតើយើងធ្វើសកម្មភាពហ្នឹងតើសម្រេចបានអ្វីខ្លះអញ្ចឹងណាបាទសម្រាប់សូចនាករសកម្មភាពនិងលទ្ធផលបង្ទុកនេះវាឲ្យយើងធ្វើការគិតតិចបាទឲ្យស៊ីមេទ្រីគ្នាហើយខ្ញុំដាក់ឧទាហរណ៍ដើម្បីឆាប់ទៅដល់ចំណុចចុងក្រោយបាទអញ្ចឹងត្រីមេទី4គោលដៅ1បាទយើងអនុវត្តបាន1ថាវិការដែលយើងអនុវត្តសកម្មភាពនេះគឺប៉ុណ្ណេះបាទពេលដែលយើងពេញរួចរាល់គឺយើងចុចបញ្ចូលទិន្នន័យបាទដល់នេះវាសួរថាតើសូចនាករយើងនឹងអនុវត្តប្រចាំថ្ងៃនេះតើបានប្រមាណ%អញ្ចឹងបើសិនជាយើងរកទៅឃើញថាវាមិនបាន95ទេបាទវាបាន94.5 អញ្ចឹងចាបាទនេះវាដាក់ប្រកួតឡើងឲ្យយើងអញ្ចឹងថាដាក់ថាបានអនុវត្តអញ្ចឹងណាអញ្ចឹងឧទាហរណ៍បញ្ជាក់95ប៉ុណ្ណឹងយើងដាក់94វិញបាទ94នេះបញ្ហាប្រឈមអីបានសូចនាករនឹងយើងស្គាល់ចាត់បានអញ្ចឹងបាទអញ្ចឹងយើងដាក់94.5គឺវាសម្រេចបានបាទហើយបញ្ហាប្រឈមនោះលុះត្រាតែយើងមិនបានសម្រេចឬក៏សម្រេចមិនទាន់បានឬក៏មិនបានធ្វើទើបយើងរាយការណ៍អញ្ចឹងពេលដែលយើងបំពេញរួចរាល់គឺយើងចុចបញ្ចូលទិន្នន័យមក complete ទេបាទបំពេញរួចរាល់នេះយើងមើលសកម្មភាពយើងណារចនាករហ្នឹងគឺយើងបានពេញរួចរាល់ហើយជួយទៅពណ៌ដើមអញ្ចឹងមកដល់កន្លែងនេះមានន័យថាយើងធ្វើហើយត្រីនេះទី1ហើយក៏ដូចជាសូចនាករមួយនៅក្នុងស្តង់ដារទី1ហ្នឹងដែលខ្ញុំបានឧទាហរណ៍ហ្នឹងអញ្ចឹងដើម្បីរក្សាទុកផ្ញើទៅថ្នាក់ការិយាល័យឬក្រសួងឬក៏ថ្នាក់មន្ទីរបាទគឺយើងមិនអាចចុច save បែបនេះទេគឺយើងចុចពីរក្សាទុកវានឹងឲ្យយើងជ្រើសរើសនេះ Q4 មានត្រីមេទី4ថ្មបាំងអញ្ចឹងណាយើងត្រូវទុកកន្លែងណាអញ្ចឹងចុះជាឧទាហរណ៍ខ្ញុំដាក់នៅ desktop ចុះដោយការសមត្ថកម្មបាទ new folder មកដាក់អានេះឧទាហរណ៍ដែរអញ្ចឹងពេលដែលយើង save រួចរាល់បាទវានឹង load មកដាក់ថា the file save complete អូខេមកបាទ save វិញsave ចុចបិទទៅបាទអញ្ចឹងពេលដែលយើងបិទ file នេះហើយយើងឧទាហរណ៍ថាយើងចង់ធ្វើបន្តទៀតអញ្ចឹងណាឧទាហរណ៍ថានឹងម៉ាស៊ីនត្រីទី1
នេះ file ដែលយើង save មិញអញ្ចឹងយើងចង់ធ្វើបន្តទៀតយើងបើក file ហ្នឹងដែរគឺយើងមិនចាំបាច់ទៅបើក file ដែលយើងធ្វើពីដើមទេគឺយើងបើក file ដែលយើងបាន save ទុកនៅ folder លេខ1វិញហ្នឹងចុចគ្រឹះស្ថានសិក្សាដែរមកវាជាប់ក្នុងហ្នឹងហើយទិន្នន័យរបស់យើងមានក្នុងស្រេចបាទអញ្ចឹងបើយើងចង់ធ្វើបន្តយើងក្នុងហ្នឹងបើសិនជាយើងបំពេញផែនការប្រតិបត្តិប្រចាំឆ្នាំយើងបំពេញរួចរាល់ក្នុងហ្នឹងវាមានទិន្នន័យច្រើនណាសម្រាប់ឲ្យយើងធ្វើបន្តបាទតែដោយសារខ្ញុំធ្វើតែមួយមានតែមួយហ្នឹងទេបាទឥឡូវដល់ទីបញ្ចប់ហើយសូមអរគុណដល់លោកនាយកនាយិកាទាំងអស់គ្នាសូមធ្វើការទាន់ពេលវេលាដើម្បីជួបនៅថ្នាក់លើបាទសូមអរគុណ